ចុចលើ Chrome ម្ដងទៀតការលក់របស់ទាំងនេះនឹងគ្រប់គ្រាន់ដើម្បីផ្ដល់ឲ្យកូនតូចទិញសម្លៀកបំពាក់ពណ៌សុទ្ធមួយចំនួនសម្លៀកបំពាក់ដើម្បីឆ្លងកាត់ផ្លូវនេះអ្នកត្រូវតែស្នាក់នៅហើយទិញ Luke ប្រពន្ធឲ្យយកវាមកវិញទៅមនុស្សចាក់ចេញប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគេនៅតែមានបើមិនដូច្នោះទេវានឹងមិនមែនជារបួសដែលមិនត្រូវបានព្យាបាលស្នាមគឺសាមញ្ញណាស់ប្រគល់វាដោយស្មោះត្រង់បើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកពិការទោះជាងនេះមានជើងម្ខាងចូលយើងយកជើងទាំង3របស់គាត់ត្រូវបានលុបចោលហើយដូច្នេះលោក TJ បានប្រហែលជាគ្រាន់តែរត់មកពួកគេបានហៅរកប្អូនប្រុសរបស់យើងឈ្មោះ T ខ្ញុំមិនទាន់បានតាក់ទងអ្នកនៅឡើយទេហើយអ្នកក៏បានពួកគេបានប្រកួតខ្លួនឯងទៅឲ្យវិនិច្ឆ័យរបស់ពួកគេគ្រោះមហន្តរាយដ៏ធំនេះបានខ្ជះខ្ជាយពេលវេលាជាច្រើនពួកគេបានក្លាយជាមនុស្សក្លាហានជាងមុនបងប្អូនឲ្យវាមិនមែនជារឿងធំដុំអ្វីទេតើវាអាចទៅរួចដោយរបៀបណាខ្ញុំប្រហែលជាកំពុងឃើញរឿងតើអ្នកខ្លាយជាមនុស្សអស្ចារ្យនៅពេលណាអ្នកទាំង3បើអ្នកហ៊ានធ្វើបាបអ្នកដទៃម្ដងទៀតលុះជាឆៃនេះជាតម្លៃរបស់អ្នកតម្លៃរមៀលតោះចេញទៅក្រោកឡើងស្លៀកខោហើយតោះថ្ងៃនេះយើងនឹងទៅផ្សារខ្ញុំនឹងទិញឲ្យអ្នករបស់ល្អមួយចំនួនតោះទៅចៅហ្វាយឲ្យសូមទទួលទំនិញផងឈូវីតើអ្នកនឹងរកវាណែណាទេពអបសរបើប្រៀបធៀបទៅនឹងហេជីជីងដែលបានមកពិតជាស្អាតជាងមុនជប់និយាយរឿងមិនសមហេតុផលឲ្យមើលទំនិញទៅអ្នកគ្រាន់តែជាសាច់ស្ងួតប៉ុណ្ណោះខ្ញុំមានសត្វខ្ងោកនិងទុនសាយច្រើនណាស់ពិតជាខ្វះនារីស្អាតបែបនេះណាស់មិនអីទេអ្នកអាចទុកក្មេងស្រីនេះនៅទីនេះបានទាំងនេះមានតម្លៃ200យ៉នសម្រាប់ខ្ញុំចុះបើយើងយកទាំងអស់នឹងវិញកំពុងគិតចង់ឲ្យខ្ញុំប្រាម៉ាស្ងួតមួយបង្ហាញការគោរពខ្លះឈូវីអីក៏គ្មានប្រយោជន៍អ្វីម្ល៉េះកាលខ្ញុំលេងសើចជាមួយហ៊ីយ៉ៃពីមុនខ្ញុំមិនអាចប្រាប់បានទេថាហេតុអ្វីបានជាអ្នកឥឡូវនេះសម្រាប់ស្ត្រីម្នាក់នេះអ្នកកំពុងកាប់ផ្ដាច់ផ្លូវឆ្ពោះទៅរកទ្រព្យសម្បត្តិរបស់ពេលនេះទៅអ្នកអាចភ្លេចអំពីការត្រឡប់មកវិញជារៀងរហូតអ្នកវីដមខ្ញុំនឹងធ្វើឲ្យអ្នកមើលទៅអាក្រក់ហើយប្រសិនបើអ្នកហ៊ានប្រមាថខ្ញុំម្ដងទៀតប្រពន្ធខ្ញុំសួនសាងរបស់ខ្ញុំពួកគេមិនទទួលស្គាល់មនុស្សទេទំនិញរបស់ខ្ញុំនឹងត្រូវបានទិញដោយមនុស្សជារៀងរហូតលក់ទំនិញផលិតផលភ្នំដែលមានគុណភាពខ្ពស់